បាទទូរទស្សនិកជនជាទីគោរពរាប់អានយើងខ្ញុំសូមភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍នៅតាមបណ្ដាខេត្តមួយចំនួនទៀតដំបូងភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងារប្រចាំការនៅក្នុងក្រុងនៅក្នុងខេត្តពោធិ៍សាត់លោកភិរុនបាទសូមជូនលោកស្ខាបាទអរគុណលោកបត្រាលោកភិរុនជំរាបសួរបាទជំរាបសួរលោកស្ខានិងលោកបត្រាបាទជំរាបសួរអាកាសធាតុមិនដែរត្រជាក់ទេយប់មិញបាទយប់មិញត្រជាក់ល្មមដែរបាទលោកស្ខានិងលោកបត្រាបាទចាក់ល្មមទេបាទអរគុណច្រើនដែលមានអ្វីរាយការណ៍ព្រឹកហ្នឹងនេះគឺសេចក្តីរាយការណ៍គឺអត់បាទខេត្តពោធិ៍សាត់ហ្នឹងលោកមានវិធានការរឹតបន្តឹងទៅលើសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាទអូបាទសូមអញ្ជើញថាសកម្មភាពនៃការរឹតបន្តឹងរបៀបមិនខ្លះសូមអញ្ជើញបាទកម្លាំងសហការដែលមានខាងចរាចរណ៍ហើយអាវុធហត្ថនិងរដ្ឋបាលទៅជើផងដែរបាទគឺនេះគឺក្នុងរូបភាពនេះគឺបាទគឺកំពុងតែបដិបត្តិការទៅលើបាត់ចរាចរណ៍បាទហើយក្នុងនោះគឺសមត្ថកិច្ចគឺត្រួតពិនិត្យទៅលើយានយន្តម៉ូតូដែលគ្មានមួកសមត្ថភាពបាទដើម្បីធ្វើការឆាកវិន័យនិងអប់រំណែនាំឲ្យគាត់យល់ពីច្បាប់ចរាចរណ៍នោះឲ្យកាន់តែស៊ីជម្រៅដើម្បីកាត់បន្ថយដល់ចរាចរណ៍នោះគ្រប់ចរាចរណ៍នៅកម្រិតទាបបាទឯកឧត្តមអាបាខេតបាទលោកឯកឧត្តមនៅចំណិនលោកបានបញ្ជាក់ហងដែលយើងដឹងថាគឺកម្លាំងយើងសហការដែលមានដាក់នេះគឺដើម្បីត្រួតពិនិត្យសំខាន់លើសម្បត្តិសុខភាពចរាចរណ៍ផ្លូវគោកនោះហើយបាទមិនមែនជាកម្លាំងដែលរៀបដាក់អាណាធិបតេយ្យទេបាទគឺពលគឺឯកឧត្តមដែលវិធានការទៅលើដោយសារតែកន្លងមកគឺបាទបាត់ចរហ្នឹងគឺអត់ក៏ចរាចរណ៍ហ្នឹងវាខ្ពស់ខ្លាំងទេបាទទៅលើបណ្ដោយចិត្តលេខ5នៅក្នុងទឹកដីខេត្តពោធិ៍សាត់ហ្នឹងវាច្រើនគឺគ្រោះថ្នាក់ចរាចរណ៍ដល់មួយច្រើនបាទនឹងមួយគាត់ផងដែរបាទអញ្ចឹងហើយឯកឧត្តមការបាទអញ្ចឹងទៅត្រៀមចំជាកម្លាំងនេះដាក់ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ប្រកបនេះបាទលោកសុខាលោកបត្រាបាទអរគុណច្រើនលោកភិរុនបាទអរគុណជម្រាបលាបាទជម្រាបលាលោកបាទឥឡូវនេះសូមអនុញ្ញាតជូនទៅលោកបត្រាឆ្លើយឆ្លងជាមួយភ្នាក់ងារជាបន្តបាទសូមអញ្ជើញបាទសូមជាប់ទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តព្រះសីហនុលោកកំហៃវិញម្ដងបាទសួរលោកកំហៃបាទជំរាបសួរលោកបត្រាបាទជំរាបសួរផងដែរលោកសុខាបាទជំរាបសួរលោកកំហៃអាកាសធាតុនៅខេត្តព្រះសីហនុយ៉ាងណាដែរទៅលោកព្រឹកនេះបាទសម្រាប់ព្រឹកនេះមានអាកាសធាតុហាក់បីដូចជាត្រជាក់បន្តិចប៉ុន្តែមិនជាខ្លាំងក្លាណាស់ទេបាទបាទហើយរឿងរ៉ាវព្រឹកនេះមានអីជម្រាបជូនដល់ទស្សនិកជនលើកបានជ្រាបបាទសម្រាប់ព្រឹកនេះលោកគ្រូនឹងចុះជាពួន3000នាក់ទទួលបានច្រកថ្មីពីក្រុមហ៊ុនម៉ាទ្រីសាបាទបាទសូមអញ្ជើញលំអិតបាទផលិតផលច្រកថ្មីទ្រីសាបានបង្ហាញវត្តមាននៅកម្ពុជាដែលបានចូលរួមការពារសុខភាពមកថ្មីជាមួយប្រជាពលរដ្ឋនិងកម្មាកម្ពុជាតាមរយៈកម្មវិធីយុទ្ធនាការចែកចាយផលិតផលថ្មីដែលចាត់ថ្លែងនៅទូទាំងប្រទេសបាទបាទលោកសម្រាប់អ្នកប្រធានទីផ្សារក្រុមហ៊ុនបានច្រាក់ដុតថ្មីទ្រីសាបានបង្ហាញទស្សនៈថាផលិតផលទ្រីសាដែលមានកំណត់នៅប្រទេសស្វីសឥឡូវនេះបានមកកម្ពុជាហើយបន្ទាប់ពីមានភាពល្បាញល្បីនៅទូទាំងពិភពលោកដែលមនុស្សរាប់លានអ្នកបានស្គាល់អំពីគុណភាពរបស់វាហើយចាប់ពីថ្ងៃនេះតទៅទ្រីសាគឺជាប្រទេសមួយគត់ដែលនៅជិតស្និទ្ធជាមួយប្រជាពលរដ្ឋនិងកម្មាកម្ពុជាដើម្បីចូលរួមអបអរសាទរនិងលើកទឹកចិត្តដល់ពលរដ្ឋកម្ពុជាក្រុមហ៊ុនច្រាក់ដុតថ្មីម៉ាទ្រីសាបានបើកយុទ្ធនាការចែកចាយនៅច្រាក់ដុតថ្មីដែលឥតគិតថ្លៃនៅទូទាំងប្រទេសគ្រប់សប្តាហ៍បាទលោកសម្រាប់បានបន្តថាតាមរយៈយុទ្ធនាការនេះផងដែរក្រុមហ៊ុនចង់បង្ហាញអំពីក្តីស្រឡាញ់របស់ក្រុមហ៊ុនចំពោះពលរដ្ឋនិងកម្មាកម្ពុជាលើកនេះក៏ដើម្បីចូលរួមថែរក្សានៅសុខភាពថ្មីដល់កុមារតូចៗនិងយុវជនកម្ពុជាដែលចាំបាច់ទទួលបាននៅសម្បត្តិប្រាប្រាដល់គ្រូមានគុណភាពល្អមានអនាម័យមិនប៉ះពាល់ដល់សុខភាពបាទអត់សូមអង្គការប្រាស្រ័យប្រទេសនោះក្រុមហ៊ុនបានធ្វើការចែកចាយជូនលោកគ្រូអ្នកគ្រូតែប៉ុន្តែមកពីសាលាចំនួន3គឺវិទ្យាល័យក្រុងអនុវិទ្យាល័យសំណាញ់ឲ្យនិងសាលាបឋមសិក្សានិងវិទ្យាល័យកម្មករផងដែរបាទបាទអរគុណជម្រាបលាលោកកំហៃបាទអរគុណបាទមុននឹងសម្រាប់លោកបុត្រាមានសារមកបងប្អូនប្រជាពលរដ្ឋខ្លីមួយលោកលើកជាចម្ងល់ដោយសារតែលោកជួបប្រទេសផ្ទាល់លោកថាខាងនារីគឺវាធម្មតាទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយគ្នាណាខាងនារីអាយុទើប17ឆ្នាំទេហើយក៏បានទៅចុះសម្បត្តិអាពាហ៍ពិពាហ៍នៅសាលាសង្កាត់ពុជមន្ត្រីលោកថាអត់អាចចុះបានទេតលតែអាយុចាប់ពី19ឆ្នាំឡើងលើទៅបាទអាចចុះសម្បត្តិអាពាហ៍ពិពាហ៍ជាប្តីជាប្រពន្ធបានហើយសួរមកថាតើរឿងហ្នឹងវាយ៉ាងម៉េចដែរហើយខ្ញុំបញ្ជាក់ថានៅក្នុងក្រមរដ្ឋប្រវេណីឆ្នាំ2007ប៉ុន្តែមិនចាំមាត្រាទេគឺ
អានីតិជនមិនអាចរៀបអាពាហ៍ពិពាហ៍បានទេអានីតិជនមានន័យថាអាយុក្រោម18ឆ្នាំអញ្ចឹងមានន័យថាចាប់ពី18ឆ្នាំជានីតិជនគឺអាចរៀបអាពាហ៍ពិពាហ៍បានឲ្យតែមនុស្សមានសតិត្រឹមត្រូវណាតាមលក្ខខណ្ឌរបស់ច្បាប់ប៉ុន្តែអនីតិជនអាចរៀបអាពាហ៍ពិពាហ៍បានដូចគ្នាមានន័យចុះសម្បត្តិអាពាហ៍ពិពាហ៍បើសិនជាអាណាព្យាបាលភាគីណាម្ខាងយល់ព្រមឲ្យចុះអូខេថាចុះអូខេ17ឆ្នាំក៏ដោយ16ឆ្នាំក៏ដោយអាចចុះបានហ្នឹងហើយអាចចុះបានហើយគឺមានលក្ខខណ្ឌមួយទៀតឧបមាថានីតិជនមានផ្ទៃពោះមានអីទៀតអាចចុះបានតែហ្មងនេះគឺជាការឆ្លើយតបត្រឡប់ទៅវិញពីមិត្តអ្នកគ្រប់គ្រងហងមាសបាទសូមអនុញ្ញាតប៉ុណ្ណឹងលោកបុត្រាបាទយើងខ្ញុំទាំងពីររូបសូមអនុញ្ញាតសម្រាប់ដូចសិនវគ្គក្រោយបញ្ចប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ទៅតាមបណ្ដាខេត្តមួយចំនួនទៀតបាន